តវ៉ាដែលមានគ្រប់ក្រុមអាយុបានប្រមូលផ្ដុំគ្នាតាមដងផ្លូវនៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍ទី18 ខែតុលាឆ្នាំ2025ក្រោមយុទ្ធនាការថាគ្មានទេស្ដេចនៅអាមេរិកឬក៏ No King អ្នករៀបចំរំពឹងថាមនុស្សរាប់លានអ្នកនឹងចេញមកតវ៉ានៅពេលចុងបញ្ចប់នៅឯការជួបជុំដែលបានគ្រោងទុកជាង 2600 កន្លែងនៅក្នុងទីក្រុងធំៗទីប្រជុំជនតូចៗនិងជាយក្រុងនៅក្នុងនោះមាននៅក្នុងទីក្រុង New York, Washington DC, Chicago, Miami និង Los Angeles ជាដើមការប្រមូលផ្ដុំគ្នានៅក្នុងការតវ៉ាដ៏ធំនេះប្រព្រឹត្តទៅដោយសន្តិវិធីដោយអ្នកតវ៉ាខ្លះបានតុបតែងខ្លួនប្លែកៗការដើរហែកក្បួននិងលើកបដាដែលសរសេរថា No King ជាដើមអ្នករៀបចំការតវ៉ាបានបញ្ជាក់ថាអហិង្សាគឺជាគោលការណ៍ស្នូលនៃព្រឹត្តិការណ៍ No King ដែលជំរុញឲ្យអ្នកចូលរួមទាំងអស់កាត់បន្ថយជម្លោះដែលអាចកើតមានការតវ៉ានេះធ្វើឡើងដើម្បីបង្ហាញពីភាពមិនសុខចិត្តពីក្នុងចំណោមប្រជាជនអាមេរិកភាគច្រើនចំពោះការបង្ក្រាបជនអន្តោប្រវេសន៍និងការបញ្ជូនកងទ័ពឆ្មាំជាតិដាក់ពង្រាយទៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិកដែលជាទង្វើមួយដែលលោកត្រាំបាននិយាយថាមានគោលបំណងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងការការពារភ្នាក់ងារអន្តោប្រវេសន៍និងកាត់បន្ថយកម្មវិធីសហព័ន្ធជាពិសេសការថែទាំសុខភាពយ៉ាងណាការតវ៉ាទ្រង់ទ្រាយធំនេះស្ថិតនៅក្រោមការឃ្លាំមើលដោយអធិបតេយ្យកិច្ចនិងយន្តហោះគ្មានមនុស្សបើកហោះក្រឡឹងពីលើអាកាសហើយប៉ូលីសក៏ត្រូវបានដាក់ពង្រាយដែរបើទោះជាបែបនេះក្តីពុំមានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនោះទេលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រតិកម្មតិចតួចចំពោះការតវ៉ានេះនៅក្នុងបទសម្ភាសន៍ជាមួយ Fox Business ដែលចាក់ផ្សាយកាលពីថ្ងៃសុក្រលោក Trump បាននិយាយថាពួកគេកំពុងហៅខ្ញុំថាជាស្ដេចតែខ្ញុំមិនមែនជាស្ដេចទេចាប់តាំងពីវិលត្រឡប់មកធ្វើជាម្ចាស់សេតវិមានអាមេរិកម្ដងទៀតនៅក្នុងខែមករាឆ្នាំ2025មកលោកត្រាំបានពង្រីកអំណាចប្រធានាធិបតីកាន់តែទូលំទូលាយដោយប្រើប្រាស់បទបញ្ជាប្រតិបត្តិដើម្បីទប់ស្កាត់ការផ្ដល់មូលនិធិដែលត្រូវបានអនុម័តដោយសភានិងរុះរើផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធដើម្បីដាក់ចេញគោលនយោបាយពន្ធគយថ្មីលើប្រទេសជាច្រើននិងដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងនានាបើទោះបីជាមានការជំទាស់ពីអភិបាលរដ្ឋនោះក៏ដោយលោកត្រាំបាននិយាយថាសកម្មភាពរបស់លោកគឺចាំបាច់នៅក្នុងការកសាងប្រទេសដែលមានវិបត្តិឡើងវិញហើយបានច្រានចោលការអះអាងថាលោកជាជនផ្ដាច់ការឬក៏ពួកហ្វាស៊ីប៉ុន្តែអ្នករិះគន់ព្រមានថាទង្វើមួយចំនួនរបស់រដ្ឋបាលលោកត្រាំគឺមិនស្របតាមរដ្ឋធម្មនុញ្ញនិងជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យអាមេរិក